ពេលយើងកុំហើយអញ្ចឹងមិនណាទេអញ្ចឹងអានេះមុខដូច transformer ហ្មងសួរស្ដីអ្នកនរគ្នាអញ្ចឹងបើសិនជាអ្នកនរគ្នាណាដែលគាត់ឆ្លាញ់ប្រភេទ geometry រៀងលក្ខណៈបែបនេះអីហើយចង់ដឹងពីប្រភេទការងារនៃការធ្វើពី0រហូតដល់ចប់តោះតាមដានខ្ញុំមិនដឹងអ្នកនរគ្នាទៅមើលពីរបៀបនៃការធ្វើអត់ពីបានព្រឹងពីដែរហើយនេះគឺជាប្លង់ដែលយើងទទួលបានគឺមានទំហំចន្លោះអស់ថា600គឺយើងអាចយកទៅធ្វើបានតាមដានអ្នកនរគ្នាពីព្រឹត្តិការណ៍ចប់អញ្ចឹងរបស់ដែលយើងត្រូវមានទី1គឺទុតប្លង់គឺយើងបិទដើម្បីដាក់ក្នុងរូបរាងហើយទី4គឺជាបិទកាត់កញ្ចក់ទី5ម៉ែត្រកាត់កញ្ចក់ទី6គឺកញ្ចក់អានរបស់យើងយកចាប់តាមទី7គឺមួយកាត់របស់ហ្នឹងអញ្ចឹងបើយ៉ាងណាគេត្រូវចាំគឺក្បិតយើងគឺមានហើយមានទឹកគឺយើងត្រូវអូសវាពីរដងអូសទឹកដីបងយល់ហើយទៅ3sẽយើងកាត់ឲ្យបាន3ហើយឲ្យបងហើយទីដាក់នេះមួយកាត់នេះពេលនេះបន្តិចបាទបន្តិចតោះចោលមកនៅអូទីទៅវាមួយតែញ៉ៃញ៉ៃវិញយើងធ្វើការបិទស្គុតហើយអស់ហើយគឺខ្ញុំនឹងបញ្ជាក់យើងអស់ហ្នឹងវិញអញ្ចឹងអានេះយើងប្រើ6ព្រោះមានឆុង6អញ្ចឹងយើងប្រើ6យើងបិទស្អាតៗហ្នឹងគឺយើងហើយរៀងនេះយើងប្រើ1ចំណែករៀងនេះវិញគឺយើងប្រើ3ហើយ1 2 3រៀងនេះវិញយើងប្រើ1រៀងដូចធំហ្នឹងហើយយើងប្រើ1រៀងនេះយើងប្រើ2ហើយយើងប្រើ1ហើយវាមានតែ1ទេអស់ពីបាតយើងប្រើ1ធំពីទឹក
យើងធ្វើការបិទកៅការទៀនហើយយើងធ្វើការបាញ់ស៊ីលីខុនកៅកញ្ចក់ម្ដង ពីយើងធ្វើការបាញ់ការស៊ីលីខុនមកគឺយើងធ្វើការបកស្កុតចេញពីយើងនៃការពេលយើងគេហើយយើងបកពីបាញ់យើងទុកទៅអាការបាក់ស្អាតពលបបទៅចឹងបន្ទាប់ពីយើងធ្វើការបិទកៅរងចាំផាជា1ម៉ោងជាង7ម៉ោងរួចហើយគឺកៅវាស្ងួតណាស់យើងអញ្ចឹងយើងអាចធ្វើខាងលើបាននេះយើងមើលសាច់កៅបាននេះយើងនិយាយថា smooth ស្អាតវិញមិនបាច់និយាយទេស្អាតខ្លាំងណាស់ភាសាខ្ញុំធ្លាប់ធ្វើមានបញ្ហាម្ដងអញ្ចឹងទៅយើងដឹងពីលុយពីការធ្វើគឺយើងធ្វើបានស្អាតហើយយើងបន្ទាប់ពីយើងធ្វើការបិទរួចរាល់អស់ហើយគឺយើងធ្វើការបកស្កុតទៅ ចឹងបន្ទាប់ពីម្សិលមិញយើងបានធ្វើដាច់យប់ហើយម្សិលមិញទៅដល់ម៉ោង 2 10 យប់ចឹងម្ដងនេះគឺយើងត្រូវធ្វើតទៀតគ្នាគឺយើងធ្វើបាន3គ្នា part 1 and part 2យើងឥឡូវធ្វើរៀមយើងបានរួចរាល់អស់ហើយគឺកែស្ងួតអស់ហើយចាំមើលទាំងអស់គ្នានេះណែធ្វើរៀមអានេះធំមកគ្នាយើងខ្ញុំយឹតទៀងហ្មងធំជាងមុខខ្ញុំទៀតដាក់មកចូលអូយស្អាតមែនទេពេលយើងគុំហើយអញ្ចឹងមិនណាទេនេះយើងអានេះមុខដូច Transformer ហ្មងគឺយើង inspire ចេញពីមុខ Transformer ធំជាងបាក់ដៃខ្ញុំទៀតមើលមកជុំស្អាតគ្នាយើងអើយស្អាតហើយក៏បាក់ធ្វើដែរអត់ស្រួលធ្វើទេធំមើលបានជុំនេះយើងស្អាតអញ្ចឹងអរគុណច្រើនជួយ like and share